ការនាំចេញរបស់ជប៉ុនទៅកាន់អាមេរិកធ្លាក់ចុះរយៈពេល5ខែជាប់គ្នាការនាំចេញរបស់ប្រទេសជប៉ុនទៅកាន់សហរដ្ឋអាមេរិកក្នុងខែសីហាបានធ្លាក់ចុះ 13.8% ធៀបនឹងឆ្នាំមុនមកត្រឹម 1.39 ពាន់លានយេនឬស្មើនឹង 9.5 ពាន់លានដុល្លារដោយការធ្លាក់ចុះរយៈពេល5ខែជាប់គ្នាដោយសារតម្លៃនៃការដឹកជញ្ជូនរថយន្តបានធ្លាក់ចុះចំពេលមានពន្ធខ្ពស់នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃពុធក្រសួងហិរញ្ញវត្ថុបានឲ្យដឹងនៅក្នុងរបាយការណ៍បឋមមួយថាអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកបានធ្លាក់ចុះ 50.5% មកត្រឹម 324 ពាន់លានយេនដោយបានថ្លឹងថ្លែងដោយការធ្លាក់ចុះ 28.4% នៃការនាំចេញរថយន្តខណៈដែលការនាំចូលបានកើនឡើង 11.6% ដល់ 1.06 ពាន់លានយេនប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានដំឡើងពន្ធលើរថយន្តចំនួន 25% ដល់ 27.5% នៅក្នុងខែមេសាដែលជាផ្នែកនៃគោលនយោបាយពន្ធដ៏ខ្លាំងក្លារបស់គាត់ទីក្រុងតូក្យូនិងវ៉ាស៊ីនតោនបានព្រមព្រៀងគ្នាកាលពីខែកក្កដាដើម្បីកាត់បន្ថយអត្រាការប្រាក់មកត្រឹម 15% ដោយការកាត់បន្ថយនេះចូលជាធរមាននៅថ្ងៃអង្គារនៅទូទាំងពិភពលោកអនុភាពពាណិជ្ជកម្មរបស់ប្រទេសជប៉ុនក្នុងខែសីហាបានធ្លាក់ចុះ 65.9% មកនៅត្រឹម 242.5 ពាន់លានយេនដោយសារតែការនាំចូលបានធ្លាក់ចុះបូកផ្សំជាមួយតម្លៃប្រេងឆៅធ្លាក់ចុះការនាំចេញសរុបបានធ្លាក់ចុះ 0.1% មកនៅត្រឹម 8.43 ពាន់លានយេនដែលជាការកត់សម្គាល់នៃការធ្លាក់ចុះ4ខែជាប់ៗគ្នាខណៈដែលការនាំចូលបានថយចុះ 5.2% មកនៅត្រឹម 8.67 ពាន់លានយេនធ្លាក់ចុះសម្រាប់ខែទី2ជាប់គ្នាអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Bright